ការងាររបស់ខ្ញុំប្រចាំថ្ងៃគឺមានអីទេមានតែបោះសម្រាមនិងបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរបងចែមគាត់មកទទួលខ្ញុំទៅធ្វើការមួយគាត់តែគាត់និយាយលេងពីនេះពីនោះមួយវិតសិនខ្ញុំមើលទៅមុខវិតដែលអត់សប្បាយចិត្តសោះបងប្អូនទាំងអស់គ្នាបោះសម្រាមសុកម៉ែខ្ញុំគាត់ទេមករាល់ថ្ងៃហ្នឹងគាត់អត់ដែលខ្វល់ពីសុខទុក្ខខ្ញុំទេបងប្អូនទាំងអស់គ្នាគ្មានអីក្រៅពីពាក្យស្ដីថាឲ្យខ្ញុំទេនិយាយមិនទាន់បានប្រហែលម៉ាត់ថងគាត់បិទទូរស័ព្ទចោលទៀតហើយមុននឹងខ្ញុំថាទៅធ្វើការមួយបងចែមតែឥឡូវសម្រាប់ថាអត់ទៅវិញព្រោះបើខ្ញុំចេញពីផ្ទះនេះនាងជីនឹងកាន់តែបានដែរហើយវិតនឹងធ្លាក់ក្នុងគ្រោះថ្នាក់អញ្ចឹងហើយទោះខ្ញុំពិបាកប៉ុណ្ណាក៏ដោយក៏ខ្ញុំត្រូវតែធំនៅផ្ទះនេះទៀតដែរបងប្អូនទាំងអស់គ្នាជួយផ្ដល់កម្លាំងចិត្តឲ្យខ្ញុំផងណាហើយខ្ញុំឆ្ងល់មួយទៀតបងប្អូនទាំងអស់គ្នាខ្ញុំធ្វើការតាំងពីព្រឹកដល់យប់តែសក់ខ្ញុំនៅតែភ្លឺទន់រលោងដដែលនេះណែអាចកំបាំងនៃសក់របស់ខ្ញុំហ៎បងប្អូនទាំងអស់គ្នាគឺដោយសារតែខ្ញុំប្រើជាមួយស្ប៊ូ AR ខ្ញុំទៅតែកំបាំងមកចិត្ត200កញ្ចប់កំបាំងច្រើនអញ្ចឹងចំណេញបើជាប់ចិត្តជាមួយនឹងស្ប៊ូ AR ឯខ្លាចអីនឹងកំបាំងច្រើនឥឡូវដល់មកខ្ញុំកក់សក់ទៀតហើយបងប្អូនទាំងអស់គ្នាគឺខ្ញុំប្រើជាមួយស្ប៊ូ AR សំខាន់កន្លែងហែកគេឡើងស្រួលហើយបងប្អូនទាំងអស់គ្នាអាចមើលសាច់ស្ប៊ូបានចាមកកញ្ចប់តែ500រៀលទេតម្លៃសមរម្យគុណភាពស្ប៊ូល្អទៀតហើយជួយឲ្យសក់យើងភ្លឺទន់រលោងជាពិសេសសក់បែកចុងស្ងួតនឹងជ្រុះហើយថែមទាំងផ្ដល់ក្លិនក្រអូបដល់សក់ទៀតអញ្ចឹងហើយសម្រាប់បងដែលមានបញ្ហាសក់អាចជ្រើសរើសប្រើជាមួយស្ប៊ូ AR បានទម្លាប់របស់ខ្ញុំគឺកក់សក់2ដងបងប្អូនទាំងអស់គ្នាបានស្បែកក្បាលនិងសក់របស់យើងស្អាតកក់លើកទី1អត់សូវមានពពុះទេដោយសារស្បែកក្បាលយើងស្បូរជាតិប្រេងហើយនិងក្អែលពេលដែលយើងដាក់កក់លើកទី2គឺបែកពពុះអញ្ចឹងហ្មងដោយសារតែយើងបានលាងសម្អាតសក់ហើយម្ដងហើយអញ្ចឹងហើយបងប្អូនទាំងអស់គ្នាអាចសាកកក់2ដងដូចខ្ញុំបានឥឡូវដល់វគ្គខ្ញុំបន្ទន់សក់ឲ្យបងប្អូនទាំងអស់គ្នាគឺខ្ញុំប្រើជាមួយក្រែមបន្ទន់របស់ AR ដែររូបរាងជាមួយ packaging ស្អាតតែតម្លៃតែ500រៀលទេបងប្អូនអាចមើលសាច់ក្រែមបន្ទន់សក់គេបានឡើងក្អូបហ្មងណាហើយមិនក្អូបធម្មតាណាក្អូបក្លិនផ្ការំដួលទៀតពេលដែលយើងបន្ទន់សក់បងប្អូនអាចទុក 3-4 នាទីហើយចាំយើងលាងទឹកចេញដើម្បីឲ្យក្រែមបន្ទន់សក់ជ្រាបចូលសរសៃសក់យើងបានកាន់តែល្អបងប្អូនអាចមើលបានយើងច្បូតសក់អញ្ចឹងមកសក់យើងនឹងទន់រលោងដូចយើងស្ប៉ាសក់អញ្ចឹងឥឡូវគ្រប់នាទីត្រូវលាងទឹកចេញឲ្យបងប្អូនទាំងគ្នាពេលដែលលាងទឹកចេញសក់យើងទន់ណាស់លាស់លោងអញ្ចឹងហ្មងស្រឡាញ់សក់ខ្លួនឯងខ្លាំងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានសាប៊ូអាចឆាតទៅពេកគាត់បានការងាររបស់ខ្ញុំប្រចាំថ្ងៃគឺមានអីទេមានតែបោះសម្រាមនិងបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរបងចែមគាត់មកទទួលខ្ញុំទៅធ្វើការមួយគាត់តែគាត់និយាយលេងពីនេះពីនោះមួយវិតសិនខ្ញុំមើលទៅមុខវិតដែលអត់សប្បាយចិត្តសោះបងប្អូនទាំងអស់គ្នាបោះសម្រាមសុកម៉ែខ្ញុំគាត់